សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដំឡើង ZenOS ដែលជា Operating System របស់ Linux នៅលើ VMware បើជាដំបូងយើងអាចបើកជាមួយនឹង Google Chrome យើង search ពាក្យថា ZenOS download click download បន្ទាប់មកយើងនឹងជ្រើសរើស download យក file ISO ដែលជា x88.84 យើង click ទៅលើ file ISO mirror នេះមកវានឹងធ្វើការ download ឲ្យយើងបន្ទាប់មកអ្នកនរគ្នាចាំវា download រួចបន្ទាប់ពីអ្នកនរគ្នាធ្វើការ download file ISO ហើយអ្នកអាចជ្រើសរើសបើក VMware និងជ្រើសរើស Do Virtual Machine បន្ទាប់មកជ្រើសរើស Typical click Next និងជ្រើសរើសយក IV install the operating system loader click Next បន្ទាប់មកជ្រើសរើស Linux ចំពោះ version អ្នកនរគ្នាអាចដាក់ version ZOS 864 bit បាន click Next បន្ទាប់មកខ្ញុំនឹងដាក់ឈ្មោះ virtual machine ខ្ញុំឈ្មោះថា ZOS អ្នកនរគ្នាអាចប្រើ location បានខ្ញុំនឹងដាក់វានៅក្នុង drive C drive D ខ្ញុំនឹងបង្កើត new folder ដាក់ឈ្មោះថា ZenOS តមក click OK វានឹងធ្វើការ install នៅ location drive D ជាឈ្មោះនៅ main folder ឈ្មោះថា ZenOS click Next ចំពោះ storage របស់ VMware ខ្ញុំជ្រើស 20G និង store virtual disk ជាមួយនឹង single file click Next បន្ទាប់មកកន្លែងនេះខ្ញុំនឹង customize hardware ដែលជ្រើសយក RAM 2G ចំពោះ processor ខ្ញុំនឹងជ្រើសយក 2 បន្ទាប់មក click close យើងអាច click finish បន្ទាប់ពី finish ហើយយើងនឹងឃើញvirtual machine យើងដែលឈ្មោះថា ZenOS បន្ទាប់មក click លើ ZenOS វាហើយយើងអាចជ្រើសយក CD និង DVD ជ្រើសរើសយក UIOS image file click browse យើងប្រើទៅយក file ដែលយើងអាចបាន download ពី Google Chrome មិញដែលមានឈ្មោះ ZenOS Stream 10 open និង click OK បន្ទាប់ពីធ្វើការនេះហើយយើងអាច power on the virtual machine បានបន្ទាប់មកជ្រើសយកពាក្យ install ZenOS Stream 10 click enter បន្ទាប់មកវានឹងធ្វើការ install ឲ្យយើងបន្ទាប់ពីអ្នកនរគ្នា install វាហើយអ្នកនរគ្នានឹងឃើញផ្ទាំងថ្មីបែបនេះជ្រើសរើសពាក្យ English ភាសាអង់គ្លេសបន្ទាប់មក click continue សម្រាប់កន្លែងនេះយើងអាចជាដំបូងយើងអាចជ្រើសរើសយក installation destination បាន click ទៅលើហ្នឹងមកបន្ទាប់មកយើងនឹងជ្រើសយក virtual disk ដែលយើងបានបង្កើតដែលមាន storage 20G click បន្ទាប់មកយើងអាចជ្រើសយក software selection ខ្ញុំនឹងជ្រើសយក server ទេអ្នកនរគ្នាអាចជ្រើសយក server with GUI បានបន្ទាប់មក click run សម្រាប់ចំណុចបន្ទាប់យើងអាចជ្រើសclick ទៅលើ root account ដែលយើងនឹងបង្កើត root user យើងអាចដាក់ឈ្មោះលេខកូដបានបន្ទាប់មកអ្នកនរគ្នាត្រូវ click ទៅលើ allow root SSH login with password បន្ទាប់មក click run អ្នកនរគ្នាអាចបង្កើតជាមួយនឹង user creation បានដែលជា user ថ្មីខ្ញុំដាក់ឈ្មោះ long បន្ទាប់មក password បន្ទាប់មកយើង click run យើងធ្វើការ click 2 ដងបន្ទាប់ពីធ្វើការ set up ហើយយើងអាចចុចទៅលើនឹង begin installation បានអ្នកនរគ្នាអាចរង់ចាំឲ្យវាធ្វើការ install រៀងយូរបន្តិច